ដែលនៅម៉ាក់ប្រមានលោកត្រាំអូតង់និងសន្តិសុខពិភពលោកនឹងរលាយប្រសិនបើអាមេរិកប្រើកម្លាំងបាយដណ្ដើមយកកោះ Groenlandនាយករដ្ឋមន្ត្រីដាណឺម៉ាក់លោកស្រី Mette Frederiksen បានប្រមានការពីថ្ងៃទី 5 ខែមករាឆ្នាំ 2026 មកនេះថារាល់ការប៉ុនប៉ងរបស់អាមេរិកដើម្បីដណ្ដើមយកកោះ Groenland ដោយកម្លាំងនោះវានឹងបំផ្លាញទំនាក់ទំនងខាងសន្តិសុខអស់ពេល 80 ឆ្នាំមកហើយរវាងប្រទេសទាំងពីរការប្រមាននោះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump លើកឡើងជាថ្មីពីបំណងលោកដណ្ដើមយកដែនដីតំបន់អាតិចសម្បូរដោយធនធានរ៉ែនោះរបស់លោកដាណឺម៉ាក់អន្តរាគមយោធារបស់អាមេរិកនៅវេណេស៊ុយអេឡានាំឲ្យការភ័យខ្លាចជាថ្មីទាក់ទិននឹងបំណងលោកត្រាំដណ្ដើមយកដីស្វយ័តនោះរបស់ដាណឺម៉ាក់ដែលសម្បូរដោយដីកម្រមិនទាន់ធ្វើអាជីវកម្មជាមួយការរលាយនៃទឹកតំបន់ប៉ូល Groenland អាចដើរតួនាទីយុទ្ធសាស្ត្រមួយដោយបើកផ្លូវសមុទ្រថ្មីលោកត្រាំបានថ្លែងកាលពីថ្ងៃទី 4 ខែមករាមកនេះថាយើងត្រូវការ Groenland បើគិតពីសន្តិសុខជាតិហើយដាណឺម៉ាក់មិនមានលទ្ធភាពគ្រប់គ្រងឡើយជាការឆ្លើយតបវិញនាយករដ្ឋមន្ត្រី Groenland លោក Jen Frederiksen បានស្នើដល់លោកត្រាំឲ្យផ្លាស់ប្ដូរជំហរលោកចំណែកប្រទេសអឺរ៉ុបជាច្រើននិងសហភាពអឺរ៉ុបបានប្រមូលគ្នាដោយរហ័សដើម្បីគាំទ្រដាណឺម៉ាក់ដែលស្នើដល់អាមេរិកឲ្យឈប់គំរាមកំហែងសម្ព័ន្ធមិត្តមួយរបស់អូតង់នៅក្រុងកូប៉ាន់ហាលោកស្រីនាយករដ្ឋមន្ត្រីដាណឺម៉ាក់ថ្លែងទៅកាន់ទូរទស្សន៍ TV2 ថាប្រសិនបើអាមេរិកជ្រើសរើសយកការវាយប្រហារខាងយោធាលើប្រទេសមួយជាសមាជិកអូតង់នោះអ្វីៗនឹងចប់ហើយក្នុងនោះរួមទាំងអូតង់និងសន្តិសុខដែលបង្កើតឡើងចាប់តាំងពីក្រោយសង្គ្រាមលោកលើកទី 2 មក Groenland ស្ថិតនៅក្នុងចម្ងាយមិនឆ្ងាយពីមិត្តសិទ្ធិរុស្ស៊ីនិងអាមេរិកហើយក្រុងវ៉ាស៊ីនតោនមានមូលដ្ឋានយោធាមួយនៅទីនោះស្រាប់លោកត្រាំថាយើងនឹងកាន់កាប់ Groenland ដោយប្រើពេលត្រឹមប្រមាណជា2ខែនាយករដ្ឋមន្ត្រី Groenland ប្រឈមមុខនឹងការគំរាមកំហែងនេះអះអាងតាមបណ្ដាញសង្គមថាយើងបើកចំហចំពោះការចរចាតែការចរចានោះត្រូវធ្វើតាមផ្លូវសមស្របនិងដោយគោរពបណ្ដាច្បាប់អន្តរជាតិរយៈពេលប៉ុន្មានខែចុងក្រោយនេះប្រធានាធិបតីអាមេរិកបានបង្កើតការគៀបសង្កត់លើ Groenland ដោយអះអាងកាលពីខែធ្នូឆ្នាំ 2025 ថាបណ្ដានាវារុស្ស៊ីនិងចិនមាននៅគ្រប់ទីកន្លែងនៃឆ្នេរសមុទ្រ Groenland ក្រសួងការបរទេសចិនកាលពីថ្ងៃទី 4 ខែមេសាបានតបវិញដោយស្នើដល់ក្រុងវ៉ាស៊ីនតោនឲ្យឈប់ប្រើប្រាស់របស់ហៅថាការគំរាមកំហែងរបស់ចិនដើម្បីស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន